សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃហ្នឹងគឺខ្ញុំបានឃើញជាមួយនឹងដើមសុភមង្គលក៏ទិញមកគូយកមកដាំគឺស្រស់ស្អាតមែនតើបងប្អូនក៏ប៉ុន្តែស្របពេលដែលយើងទិញជាមួយនឹងដើមសុភមង្គលខ្ញុំក៏បានកំងជាមួយនឹងថោផ្កាបាន5ដែរណាបងប្អូនគេគឺឡើងខ្ជូតហ្មងហើយជាពិសេសគឺមាំល្អមែនតើសាច់វាឡើងស្វិតណាបងប្អូនព្រោះអីគឺថោផ្កាហ្នឹងគឺយើងទិញម្ដង5ម្ដង10គឺតម្លៃរៀងធូរថ្លៃឯងតែបើយើងទិញនៅខាងក្រៅមួយ$5ទៅ$7អីបងប្អូនទាំងអស់គ្នាហើយគឺខ្ញុំទិញចំនួន5ខ្ញុំយកមកដល់គឺឆែកមើលព្រោះអីខ្លាចមានវាប្រេះវាអីចឹងណាដោយសារតែយើងដាក់តាមឡានពេលអញ្ចឹងវាអាចនឹងអត់ល្អអីចឹងតែយើងត្រូវឆែកមើលហើយបងប្អូនហើយបើនិយាយពីសាច់វាវិញគឺ smooth ល្អមែនតើណាបងប្អូនទាំងអស់គ្នាគឺសាច់ឡើងក្រាស់តែម្ដងហើយគឺមានរន្ធស្រាប់ហើយផងដែរហើយស្របពេលហ្នឹងដែរគឺខ្ញុំផាត់កំងជាមួយនឹងផ្កា2ដើមគឺយើងយកមកដាក់ជាមួយនឹងថោថ្មីតែម្ដងបងប្អូនដោយសារតែពពួកផ្កាទាំងអស់ហ្នឹងបើបានដាំជាមួយនឹងផើងពណ៌សពណ៌អីផើងថ្មផាប់ផើងអីគឺមើលទៅគឺស្រស់ស្អាតមែនតើតែអញ្ចឹងគឺយើងត្រូវតែដាក់ផើងបងប្អូនដើម្បីយកមកតាំងកន្លែងយើងលក់ដូរក្នុងផ្ទះក៏ស្អាតដែរបងប្អូនទាំងអស់គ្នាហើយសម្រាប់ដីដែលខ្ញុំលាយហ្នឹងគឺមានជីបន្តិចបន្តួចទៅហើយប្រើជាមួយនឹងកតិចណាខ្លះបងប្អូនជីគេហៅកាមក្បាលកាមអីចឹងណាហើយបន្តមកទៀតគឺចាប់ដើមកាត់ជាមួយនឹងថូបដើមផ្កាវាចេញបងប្អូនដោយសារតែរឹសខាងក្រោមហ្នឹងយើងច្រាប់រឹសបងប្អូនហើយគឺយើងដាក់ដីគឺពាក់កណ្ដាលធុងសិនតែកុំអោយច្រើនពេកគឺមកល្មមឯងដោយសារនេះគឺបទពិសោធន៍ខ្ញុំធ្លាប់ដាំផ្កាកន្លងមកពេលដែលយើងដាក់ផ្កាចូលទៅជ្រៅពេកធ្វើឲ្យផ្ការបស់យើងហ្នឹងវាចាប់មរឹសទៅគឺចេញទៅដល់ខាងក្រៅពេលអញ្ចឹងវាលូតលាស់អត់សូវលឿនហ្មងទេបងប្អូនដល់ពេលអញ្ចឹងគឺយើងត្រូវការដាក់ដីថងធ្លាប់បាននៅថោផ្កាឲ្យជ្រៅបន្តិចទៅហើយទៅយើងដាក់ផ្កាហើយផ្ការបស់យើងហ្នឹងគឺដាក់ពីលើបន្ទប់អញ្ចឹងឯងបងប្អូនដល់ពេលវាចាប់ដីចាប់ព្រឹសទៅគឺឡើងល្អហ្មងណាហើយផ្ការបស់យើងហ្នឹងគឺស្លឹកវាឡើងខ្ជូតហ្មងបងប្អូនពេលដែលខ្ញុំដាំហើយបងប្អូនទៅមានភ្ញៀវគាត់មកញ៉ាំទឹកអំពៅគាត់មកញ៉ាំនំអីគាត់សួរថាអញ្ចឹងអាហ្នឹងផ្កាជ័រមែនគាត់សួរអញ្ចឹងបងអូនពេលទៅខ្ញុំថាបងឯងសាក់ក្តិចមើលអ្នកលក់អត់ហ៊ានប្រាប់ទេព្រោះអីពេលខ្លះមើលមកគឺដូចផ្កាជ័រអញ្ចឹងបងអូនតែតាមពិតគឺផ្កាស្រស់ពិតតែម្ដងបងប្អូនដោយសារដើមសុភមង្គលគឺវាភ្លឺស្អាតតែម្ដងឥឡូវគឺយើងចាប់ដើមដាំផើងទី2គឺធ្វើដូចផើងទី1អញ្ចឹងបងប្អូនហើយដោយសារថ្ងៃហ្នឹងគឺរៀងតន័យដែរអញ្ចឹងទៅក៏កាត់វីដេអូឲ្យបងប្អូនមើលផ្កាហ្នឹងដាំហើយស្រស់ស្អាតមែនតើបងប្អូនគឺតម្លៃក៏ធូរថ្លៃដែរបងហើយគឺដើមសុភមង្គលហ្នឹងណាពណ៌វាឡើងខ្ជូតហ្មងវាជួយស្រូបនិងជួយបញ្ចេញខ្យល់អុកស៊ីសែនអីចឹងណាព្រោះអីវាជាប្រភេទរុក្ខជាតិបៃតងហើយយើងយកមកដាំនៅក្នុងផ្ទះដាក់នៅច្រកណាមួយនៃផ្ទះយើងក៏មើលទៅគឺស្រស់ស្អាតមែនតើហើយភ្ញៀវខ្ញុំខ្លះគាត់អត់ដែរស្គាល់ដើមហ្នឹងគាត់ស្មានតែដើមឈើជ័រតែតាមកពិតឲ្យប្រាប់គាត់ទៅថាបងអើយដើមហ្នឹងជាឈ្មោះថាដើមសុភមង្គលអីចឹងណាហើយខ្ញុំទិញកំងពីគេមកហើយដោយសារមិត្តភក្តិខ្ញុំគាត់ដាំអាហ្នឹងដែរដល់ពេលទៅស៊ូគាត់ទៅគឺតម្លៃធូរថ្លៃឯងបងប្អូនហើយខ្ញុំក៏ទិញឲ្យគាត់កំងឲ្យដែរអញ្ចឹងទៅណាហើយដោយសារតាខ្ញុំសួរកន្លែងគេផ្សេងទាមួយដើម25,000បងប្អូនគ្រាន់តែដើមអត់មាននៅថោឯងគឺតម្លៃផ្សេងហើយតម្លៃថោនោះផ្សេងដល់ពេលអញ្ចឹងគឺខ្ញុំឲ្យពួកម៉ាក់ខ្ញុំកំងឲ្យគឺតម្លៃធូរថ្លៃមែនតើគឺមួយដើមនេះត្រឹមតែ10000រៀលទេបងប្អូនទាំងអស់គ្នាជឿអត់ថាធូរថ្លៃមែនតើហើយផើងនោះគឺតម្លៃសមរម្យឯងបងប្អូនពេលអញ្ចឹងគឺយើងអាចទទួលយកបានហើយទាំងផ្កាទាំងផើងអត់ដល់$10ផងបងប្អូនគឺមកគុំអញ្ចឹងយើងគិតទាំងផើងតែបើទិញគេស្រាប់គេកាត់ឡើងខ្លះកន្លែងខ្លះគេលក់$25មួយដើមហើយទាំងផើងទាំងដើមផ្កាហើយខ្លះទៀតគេលក់$20អញ្ចឹងណាតែពេលយើងគិតទៅវារៀងថ្លៃដល់ពេលយើងយកមកដាក់ដាំខ្លួនឯងអញ្ចឹងគឺធូរថ្លៃហើយយើងអាចទិញដើមផ្កាអីផ្សេងបានណាគឺនេះគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំខ្លះឯងបងដែលធ្លាប់ទិញបានធូរថ្លៃជាងខ្ញុំក៏ជួយខមមិនម្នាក់មួយផងណាបងប្អូនទាំងអស់គ្នានេះគ្រាន់តែជាការចែកម្លែកបទពិសោធន៍ដាំផ្កានិងតម្លៃខ្លះនៅលើទីផ្សារដោយសារតែកន្លែងខ្លះគឺលក់ខុសពីតម្លៃពិតប្រាកដអីចឹងធ្វើយើងអ្នក
ចង់ដាំផ្កាចង់ដាំធម្មជាតិអីទៅអាចនឹងពិបាកបន្ទាប់ពីដាក់ដាំអញ្ចឹងហើយបងប្អូនគឺខ្ញុំកាត់ជាមួយនឹងស្លឹកណាដែលវាពណ៌វារាងឲ្យចាស់ចិត្តក្រហមឡើងក្រហមព្រឿងតិចទៅគឺខ្ញុំកាត់ចោលដើម្បីឲ្យវាស្រឡះខាងក្រោមផងដែរបន្ទាប់មកយើងស្រោចទឹកអីតាមហ្នឹងទៅណាបងប្អូនចាឥឡូវគឺរួចរាល់ហើយលើឡើងខ្ជូតហ្មងបងប្អូនទាំងអស់គ្នាហើយពណ៌គេឡើងស្អាតណាបងប្អូនគឺដើមនេះផងដែរគឺខ្ញុំចូលចិត្តមែនតើដោយសារតែពណ៌វាគឺកលេចមកតិចភ្នែកណាបងប្អូនគឺភ្លឺចែងចាំងតែម្ដងអរគុណបាយបាយជួបគ្នាវីដេអូថ្មី